មនុស្សយើងឆ្លាតណាចេះធ្វើឡានចេះធ្វើម៉ូតូចេះធ្វើកង់បើប្រៀបមួយសត្វឆ្លាតជាងច្រើនណាប៉ុន្តែបើនិយាយពីឆោតវិញក៏ឆោតជាងច្រើនដែរណានឹងរៀបការអីបើគ្រូមិនថាថ្ងៃនោះល្អទេមិនហ៊ានការទេនឹងមើលស្វាមិនដៅរើខែនៅតកូនពេញព្រៃមែនទេនឹងស្រឡាញ់គ្នាសឹងអីខាងថ្ងៃខែថាខុសគ្នាអត់ហ៊ានយកនឹងអីដូចខ្ញុំជាមួយគ្រូសាបើមើលថ្ងៃខែខុសគ្នាស្រឡះមួយពោះមួយស្វាគេថាអត់ត្រូវគ្នាទេអានឹងឆ្លោះតែគ្នាអីការយកមនុស្សសោះទៅការយកពោះយកស្វាមិនរៀបការមួយមនុស្សដល់ឲ្យសម្រេចយកអាឆ្នាំពោះស្វាយកមកសម្រេចឃើញឆោតទេហ្នឹងហើយបើគេឲ្យការមួយស្វាអីទៅបាទខ្ញុំប្រកែកហ្នឹងហើយមែនបើសិនជាគេឲ្យខ្ញុំការមួយមេស្វាមែនទេខ្ញុំអត់ការដែរហ្នឹងតែមនុស្សគាត់មនុស្សកើតឆ្នាំស្វាមានស្អីខ្ញុំយកមនុស្សតើនិយាយពីឆោតតដេវិចដេកទ្រមេឃខ្លាចមេឃបាក់ចលេនស៊ីដីខ្លាចអស់ដីអីទៀតសត្វក្រៀលដេកអត់ហ៊ានឈរជើងពីរទេឈរតែជើងមួយខ្លាចបាក់ដីអីស្វាដេកលើដើមឈើហ្នឹងឲ្យតែលើខ្យល់មកក្រោកក្រាក់ចេះតែស្ទាបគល់ឈើខ្លាចតែបាក់ដេកមិនសុខទេគេឆោតទេអូមនុស្សគេសើចទៅសត្វនេះឆោតដល់សត្វវាសើចវិញងាប់ហើយមនុស្សគ្រាន់តែការមើលថ្ងៃដែរសត្វវាសើចវិញហ្នឹងស្លាប់ហើយគ្រាន់តែមានរឿងអីបន្តិចតួចទៅរស់លោកស្រោចទឹកទៀតហើយឆោតច្រើនរឿងហ៎មនុស្សយើងឆោតច្រើនរឿងហ៎ចុះស្អីដែលគួរខ្លាចមែនទែនដែលព្រះសម្មាសម្ពុទ្ធប្រាប់នោះស្អីដែលគួរខ្លាចមែនទែនគឺបាបគ្រោះមែនទែនគឺបាបក្នុងចិត្តមិនមែនមនុស្សអត់គ្រោះទេណាមនុស្សមានគ្រោះក៏ប៉ុន្តែគ្រោះមែនទែនគឺបាបអកុសលមិនមែនថ្ងៃខែរុញសត្វទៅនរកទេតែបាបដែលធ្វើឲ្យទេដែលរុញសត្វទៅនរកមិនមែនរឿងថ្ងៃខែខុសគ្នានឹងស្រាប់តែស្លាប់គ្រោះតែថ្ងៃខែខុសគ្នាស្លាប់ថ្ងៃនេះធ្លាក់នរកអត់ទេតែមានបាបធ្លាក់នរកឃើញទេនឹងចឹងឆោតច្រើនទេមនុស្សយើងឆោតទេហ្នឹងហើយបើមិនមានពន្លឺធัวទេណាឆោតដូចតែគ្នាទេទាំងខ្ញុំទាំងណានាក៏ដោយពីព្រោះយើងកើតមកឮតែគេនិយាយចឹងបានព្រះធัวព្រះដ៏មានពភាពព្រះអង្គទ្រង់ត្រាស់សម្ដែងមិនមែនចេះតែបានស្ដាប់ទេណាហ្នឹងហើយបានស្ដាប់ឮប៉ុណ្ណឹងមិនមែនតន់អស់ឆោតទេណាហ្នឹងហើយស្ដាប់ញឹករៀងឆ្លាតបន្តិចហើយតែខានស្ដាប់ទៅមួយគេឆោតទៀតតែឥឡូវហ្នឹងព្រោះអាបេះដូងយើងវាមិនតន់អស់ឆោតមែនទេណាអញ្ចឹងកុំភ្លេចឡើងថ្នាក់ត្រូវរៀនបន្ថែមទៀត